អ៊ីរ៉ង់និងអ៊ីស្រាអែលពីមិត្តជិតស្និទ្ធបំផុតខ្លាយជាសត្រូវស្លាប់រស់នៅឆ្នាំ1975អ៊ីរ៉ង់និងអ៊ីស្រាអែលធ្លាប់ជាមិត្តជិតស្និទ្ធនឹងគ្នាខ្លាំងនៅពេលនោះអ៊ីរ៉ង់ប្រកាន់របបប្រជាធិបតេយ្យហើយស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រសារប្រទេសទាំងពីរពឹងផ្អែកគ្នាទៅវិញទៅមកអ៊ីរ៉ង់នាំប្រេងទៅឲ្យអ៊ីស្រាអែលហើយទិញអាវុធនិងបច្ចេកវិទ្យាយោធាត្រឡប់មកអភិវឌ្ឍប្រទេសវិញប្រទេសទាំងពីរត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិករហូតដល់បដិវត្តន៍អ៊ីរ៉ង់ឆ្នាំ1979អ៊ីរ៉ង់បានផ្លាស់ប្ដូររបបគ្រប់គ្រងពីការគ្រប់គ្រងរបស់ព្រះមហាក្សត្រសារទៅជារដ្ឋអ៊ីស្លាមក្រោមមេដឹកនាំថ្មីរ៉ូហូឡាមូសាវីខូមីនីក្លាយជាប្រទេសគោរពសាសនាចាប់ពីពេលនោះប្រទេសទាំងពីរចាប់ផ្ដើមប្រែពីមិត្តទៅជាសត្រូវអ៊ីស្រាអែលចាប់ផ្ដើមបញ្ជូនចារកម្មទៅក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់មកបានអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសដើម្បីត្រៀមទប់ទល់ការវាយប្រហារដែលអាចកើតឡើងហើយបានក្លាយជាសម្ព័ន្ធមិត្តដ៏ល្អរបស់សហរដ្ឋអាមេរិកចំណែកអ៊ីរ៉ង់បានចាប់ផ្ដើមអភិវឌ្ឍកម្មវិធីមីស៊ីលនិងកម្មវិធីនុយក្លេអ៊ែរតែប្រកាសថាធ្វើរោងចក្រអគ្គិសនីតាមពិតទៅអ៊ីរ៉ង់ត្រូវការបង្កើតក្បាលគ្រាប់នុយក្លេអ៊ែរមានគោលបំណងយោធាផងដែរក្រោយមកអ៊ីរ៉ង់បានពង្រឹងឥទ្ធិពលក្នុងតំបន់តាមរយៈក្រុមសម្ព័ន្ធមិត្តផ្សេងៗមានក្រុមហាម៉ាស់នៅហ្គាសានិងក្រុមហ៊ីស្បូឡានៅលីបង់ទាំងពីរក្រុមចាប់ផ្ដើមវាយអ៊ីស្រាអែលតាមបញ្ជាអ៊ីរ៉ង់ធ្វើឲ្យសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់អស់រយៈពេល3ទសវត្សរ៍ភាគីទាំងពីរបានឆ្លើយតបគ្នាទៅវិញទៅមកជាបន្តបន្ទាប់អ៊ីស្រាអែលបានដាក់បណ្ដាញស៊ើបការនៅក្នុងប្រទេសអ៊ីរ៉ង់បានបញ្ចូលមេរោគដើម្បីបំផ្លាញកម្មវិធីនុយក្លេអ៊ែរព្រមទាំងបានវាយប្រហារលើបុគ្គលសំខាន់មួយចំនួនចំណែកអ៊ីរ៉ង់ប្រើក្រុមសម្ព័ន្ធមិត្តក្នុងតំបន់ដូចជាហាម៉ាស់និងហ៊ីស្បូឡាដើម្បីទប់ទល់នឹងអ៊ីស្រាអែលរហូតមកដល់ថ្ងៃទី7ខែតុលាឆ្នាំ2023មានការវាយប្រហារទ្រង់ទ្រាយធំពីក្រុមហាម៉ាស់ចេញពីតំបន់ហ្គាសាក្នុងព្រឹត្តិការណ៍នោះមានការវាយប្រហារនិងមានមនុស្សមួយចំនួនត្រូវបានចាប់ជាចំណាប់ខ្មាំងព្រឹត្តិការណ៍នេះចារកម្មរបស់អ៊ីស្រាអែលបានផ្លាំងផ្លាត់ហើយប្រព័ន្ធការពារប្រទេសក៏មានបញ្ហាសមរភូមិចាត់ទុកថាអ៊ីរ៉ង់ជាអ្នកឈ្នះអ៊ីរ៉ង់ត្រូវបានគេចាត់ទុកថាមានឥទ្ធិពលតាមរយៈក្រុមសម្ព័ន្ធមិត្តរបស់ខ្លួនបន្ទាប់មកមានការវាយប្រហារមីស៊ីលជាបន្តបន្ទាប់ចូលទៅកាន់អ៊ីស្រាអែលបានឆ្លើយតបវិញដោយបើកប្រតិបត្តិការយោធានៅតំបន់ហ្គាសាការវាយប្រហារនោះបង្កឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធនិងជីវភាពរស់នៅរបស់ប្រជាជនបន្ទាប់មកប្រតិបត្តិការបានពង្រីកទៅកាន់ក្រុមហ៊ីស្បូឡានៅលីបង់អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីលជាច្រើនតែលើកនេះប្រព័ន្ធ Iron Dome ត្រូវបានធ្វើបច្ចុប្បន្នភាពហើយអាចស្ទាក់ចាប់គោលដៅបានក្នុងកម្រិតខ្ពស់ប្រព័ន្ធការពារបានត្រឡប់មកដំណើរការយ៉ាងមានប្រសិទ្ធភាពហើយមានការវាយប្រហារតបវិញជាបន្តក្រោយមកអ៊ីស្រាអែលបានវាយនៅលីបង់ដែលនាំឲ្យមេដឹកនាំរបស់ហ៊ីស្បូឡាមួយរូបបាត់បង់ជីវិតពេលនោះអ៊ីរ៉ង់ខឹងខ្លាំងណាស់អ៊ីរ៉ង់បានបាញ់មីស៊ីលជាង300គ្រាប់នៅថ្ងៃទី1ខែតុលាឆ្នាំ2024ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលអាចស្ទាក់ចាប់បានស្ទើរតែទាំងអស់ហើយមានតែចំនួនតិចប៉ុណ្ណោះដែលអាចឆ្លងផុតបន្ទាប់ពីវាយប្រហារ3សប្តាហ៍អ៊ីស្រាអែលបានឆ្លើយតបតាមផ្លូវអាកាសទ្រង់ទ្រាយធំអ៊ីរ៉ង់និងសម្ព័ន្ធមិត្តរងការខូចខាតយ៉ាងខ្លាំងពេលនោះនៅសល់តែបញ្ហានុយក្លេអ៊ែរដែលអ៊ីស្រាអែលទុកឲ្យសហរដ្ឋអាមេរិកចាត់ការជំនួសបន្ត